ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមធ្វើការ review អំពីយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកគឺ B2 Spirit ហេតុអ្វីបានជាគេហៅថា B2 Spirit B តំណាងឲ្យយន្តហោះទម្លាក់គ្រាប់បែកអក្សរ P ព្រោះវាជាយន្តហោះបំបាំងកាយទី2បន្ទាប់ពី B1 វាមានទម្ងន់សរុបទៅទេ 717,000 គីឡូក្រាមទម្ងន់ហោះអតិបរមា 176,000 គីឡូក្រាមហើយនឹងមានប្រវែង 21 ម៉ែត្រឬប្រហែល 69 ហ្វីតនិងកម្ពស់ 5.1 ម៉ែត្រឬប្រហែល 17 ហ្វីតនៅល្បឿនអតិបរមា 1010 គីឡូម៉ែត្រក្នុង1ម៉ោងរួមទាំងកម្ពស់ហោះហើរអតិបរមាបានរហូតដល់ 152,460 ម៉ែត្រឬប្រហែល 15 គីឡូម៉ែត្រចំណែកឯទំហំធុង Enta Wing វាមានចំណោះប្រេងប្រហែល 34,000 លីត្រលើពីនេះវាអាចចាក់សាំងលើអាកាសដែលអាចឲ្យវាហោះបានចម្ងាយជាង 18,000 គីឡូម៉ែត្រតើវាធ្វើពីលោហៈអ្វីខ្លះបានជាអស្ចារ្យយ៉ាងនេះធាតុសំខាន់គឺទីតាញ៉ូមអាលុយមីញ៉ូមនិងសម្ភារៈផ្សំរួមទាំងសមាសធាតុផ្សំជួយបំបាំងកាយពីការស្រូបយកសញ្ញារ៉ាដាសារធាតុទីតាញ៉ូមវាជួយទប់ទល់នឹងកម្ដៅនិងការរករាងរ៉ាដាហេតុអ្វីបានជាលាបពណ៌ខ្មៅព្រោះថ្នាំលាបជួយឲ្យប្រព័ន្ធរ៉ាដាពិបាកចាប់សញ្ញាដោយមានពណ៌ប្រខ័យខ្មៅដើម្បីកាត់បន្ថយការឆ្លុះបញ្ចាំងហើយក៏ជួយក្នុងអំឡុងពេលបេសកកម្មពេលយប់ផងដែរព្រោះពិបាកមើលពីលើដីឬយន្តហោះផ្សេងទៀតលក្ខណៈពិសេសសំខាន់នៃ B2 Spirit បច្ចេកវិទ្យាបំបាំងកាយជាវាងការចាប់រ៉ាដាដោយមានរូបរាងនិងសម្ភារៈពិសេសការរចនាស្លាបហោះគ្មានកន្ទុយឬផ្ទៃបញ្ឈរកាត់បន្ថយការតាមចាប់ពីប្រព័ន្ធរ៉ាដានិងធ្វើឲ្យប្រសើរឡើងនៅលំហអាកាសហោះហើរជាង 11,000 គីឡូម៉ែត្រដោយមិនចាក់ប្រេងសមត្ថភាពនុយក្លេអ៊ែរនិងសាមញ្ញអាចផ្ទុកគ្រាប់បែកទាំងពីរប្រភេទរួមទាំងគ្រាប់បែកបង្កប់និងគ្រាប់បែកឆ្លាតវៃការជ្រៀតចូលរយៈកម្ពស់ទាបហោះហើរទាបនិងស្ងៀមស្ងាត់ដើម្បីលួចឆ្លងកាត់ការការពារពីសត្រូវតើវាមានតម្លៃប្រមាណក្នុងមួយគ្រឿង B2 Spirit នីមួយៗមានតម្លៃប្រហែល 2.1 ពាន់លានដុល្លារអាមេរិករួមទាំងការអភិវឌ្ឍការថែទាំនិងឧបករណ៍វាជាយន្តហោះថ្លៃបំផុតមួយដែលនៅមិនធ្លាប់មាន B2 ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធយ៉ាងហោចណាស់3ដងធំគឺសង្គ្រាមកូសូវូឆ្នាំ 1999 បេសកកម្មប្រយុទ្ធដំបូងវាប្រហារគោលដៅសេប៊ីដោយគ្រាប់បែកជាក់លាក់អាហ្វហ្គានីស្ថានឆ្នាំ 2001-2002 ប្រើក្នុងថ្ងៃបើកការជូនគ្មានរបស់សហរដ្ឋអាមេរិកហោះហើរពីមីសូរីទៅអាហ្វហ្គានីស្ថាននិងត្រឡប់មកវិញត្រឹមតែជាង40ម៉ោងទេ3សង្គ្រាមអ៊ីរ៉ាកឆ្នាំ 2003 ប្រើក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកគេហៅថាគួរឲ្យរន្ធត់និងស្ញប់ស្អាយដើម្បីវាយប្រហារលើមូលដ្ឋានយោធាគោលដៅការការពារដែនអាកាសនិងលែងកាំងថ្នាក់ដឹកនាំលើពីនេះវាក៏បានគ្រប់គ្រងបេសកកម្មផ្សេងទៀតដោយស្ងាត់ផងដែរប៉ុន្តែការប្រើប្រាស់របស់វាមានកំណត់និងសម្ងាត់ដោយសារតែតម្លៃខ្ពស់និងទូនាទីបំបាំងកាយរបស់វា